ចឹងកិនចេះចុះពេលខ្ញុំបង្ហើយការងារចប់ក្នុងពេល2 3ថ្ងៃទៀតចាំនិយាយគ្នាកន្លះថ្ងៃក៏បានដែរចុះប្រហែលថ្ងៃទើបរួចការងារទៅ1ថ្ងៃ2ថ្ងៃឬក៏មិនក៏ប្រញាប់ដល់ម្លឹងខ្ញុំប្រញាប់ពិតមែនខ្ញុំមានមិត្តភ័ក្តិម្នាក់ដែលរៀនខាងតន្ត្រីដូចគ្នាអញ្ចឹងលោកទៅនិយាយជាមួយនាងមុនទៅធានាថានាងនឹងនិយាយជាមួយលោករាល់ថ្ងៃណែណាគឺមិត្តខ្ញុំនឹងណានាងឈ្មោះអីស៊ីហ៊ុននាងជាអ្នកលេងចុងរន់អញ្ចឹងនាងពូកែដូចជានាងអត់ពូកែខ្លាំងណាស់នាងសរសើរលោកទៀតផងអញ្ចឹងណាស់ហើយចុះគឺនាងកុំគិតផ្ដេសផ្ដាស់ដូចអ្នកដទៃបានទេខ្ញុំគ្រាន់តែចង់ផ្ដោតទៅលើតន្ត្រីប៉ុណ្ណោះមិនចង់តាក់ទងអ្នកណាទេក៏មិនចង់រៀបការដូចគ្នាអ្នកណាក៏និយាយបែបនោះដែរម៉ាក់ខ្ញុំឃើញហើយចូលមកអាយ៉ាពេលកំពុងនិយាយគ្នាមិនក៏អញនិយាយពីអ្នកផ្សេងទៅវិញអញនេះវាងងមែនទេលួចស្ដាប់គេជាអំពើអសិលធម៌ម៉ាក់គិតថាគេជាមនុស្សល្អចាស់ទុំបន្តិចបានអត់កុំលែងដៃគេណាឆាប់ទៅតាមគេទៅមានប្រយោជន៍អីទេឈប់និយាយខ្ញុំទៅហើយអេអាទីប្រាប់ម៉ាក់មកកូនស្រឡាញ់ប៉ូលីសនោះឬមួយក៏គេមិនស្រឡាញ់ទាំងពីរអ្នកណាក៏ខ្ញុំមិនស្រឡាញ់ដែរម៉ាក់ប្រាប់ពួកគាត់វិញចុះអាទីហើយហេតុអីស្រីច្រមុះនេះទីមទាខ្ពស់អីដល់ម្លឹងបងចូលក្នុងយុទ្ធភូមិប្របីទិសខ្ញុំហើយទំនេរដល់ម្លឹងកុំឈប់ផ្លាស់ទីម៉ូទីប៉ូលីសទិញខ្យល់អីបកលោកមកឆាប់ឡើងឆាប់ទៅឆុងតែហើយចិត្តផ្លែឈើឲ្យគាត់មកខ្ញុំអត់ឃ្លានទេបន្តិចទៀតទៅវិញហើយមិនទេមានរឿងអីប៉ូលីសទិញមកយើងច្បាស់ជាត្រូវបំរើឲ្យបានល្អហើយអង្គុយចុះមកមកក្រែងលោកស្អប់គេនាងកំពុងនិយាយអីប៉ូលីសទិញជាផ្កាយនាំសំណាងរបស់ខ្ញុំព្រះនាំសំណាងយើងច្បាស់ជាកាក់កបជាងមុនខ្ញុំចង់ឲ្យលោកមករស់នៅទីនេះរាល់ថ្ងៃបានអត់ហួសពេកទៅដឹងអីមករកខ្ញុំមែនអត់ទេខ្ញុំអារម្មណ៍មូទីមានការអីមែនរសៀលនេះតំណេអត់ចាំញ៉ាំបាយជាមួយគ្នាខ្ញុំមានកម្រងមង្គលការត្រូវធ្វើកម្រងមង្គលការកម្រងអីសំខាន់ជាងញ៉ាំបាយជាមួយគាត់ទៀតហ៎ទៅចុះខ្ញុំជាអ្នកចេញមិនក៏មើលមុខខ្ញុំបែបនេះមានបញ្ហាទេបើមានមែនទុកខ្ញុំជាអ្នកចាត់ការនេះកាបូបនាងទៅចុះឆាប់ឡើងទៅមិនចាំបាច់ឆាប់មកវិញទេកុំភ្លេចសុំវិក័យប័ត្រផងទៅបាយតោះទៅយ៉ាងម៉េចម្ហូបមិនឆ្ងាញ់ហ៎មិនមែនទេខ្ញុំគ្រាន់តែគិតពីរឿងការងារប៉ុណ្ណោះនោះជារឿងរបស់ប៉ាយឡាងនាងដេកចាំតែទទួលលុយទៅយ៉ាងណាក៏ដោយខ្ញុំបានចូលក្រុមហ៊ុននោះហើយអញ្ចឹងទើបចង់ធ្វើអ្វីខ្លះដើម្បីរកលុយបានច្រើននាងស្វាត់ស្វែងតាំងពីនៅតូចចាំបានថាការនាងនៅមជ្ឈមសិក្សាមិនប្រកែប៉ុណ្ណាំងរត់800ម៉ែត្រទេដូច្នេះក្រោយចេញពីរៀននាងតែងតែទៅអនុវត្តដើម្បីទទួលបានពិន្ទុពេញសូមសរសើរចិត្តស្មោះចង់ធ្វើឲ្យខ្ញុំសើចមែនមិញអាចទៅប្រុសជាច្រើននិយាយពីនាងពួកគេនិយាយថាម៉េចពួកគេថាស្រឡាញ់នាងនិងជាអ្នកសមជាមួយនឹងនាងតែពួកគេគ្មានអ្នកណាសមនឹងនាងទេអញ្ចឹងអ្នកណាសមជាមួយខ្ញុំគេនិយាយលេងទេត្រូវហើយកងឈៀងចិត្តរៀបការហើយគេមានជើញអត់ទេពួកគេរៀបការជាមួយលីឆិននៅថ្នាក់6ពួកគេសប្បាយចិត្តព្រោះស្គាល់គ្នាច្បាស់ល្អអន្តែចំណែកបាំងផឹងគេរៀបការរួចហើយប្រពន្ធគេហៅឈៀននៅថ្នាក់យើងនាងក៏ដឹងថាពួកគេស្និទ្ធគ្នានាងចាប់ផ្លឹកអត់ថាពួកគេរៀបការអ្នកថ្នាក់រួមគ្នាតែតែមានសុភមង្គលហើយនៅមានអ៊ីយ៉ាងទៀតគេរៀបការជាមួយអ្នកថ្នាក់2មិត្តរួមថ្នាក់រៀបការអស់ហើយដល់ពេលរៀបការហើយ
អ្នកសបាល់ខ្ញុំភាកច្រើនរៀបការអស់ហើយមិនថាអ្នកបំរើឬមួយប៉ូលីសក៏រៀបការដែរមានក្រុមការងារច្រើនវានឹងរស់រវើកក្មេងៗមានវិធីសុំរៀបការច្រើនបែប ត្រូវហើយ នាងយល់ទេ អត់ផងខ្ញុំគ្រាន់មានគំនិតមួយអញ្ចេះចុះចាំខ្ញុំផ្ញើពាណិជ្ជកម្មចូលក្រុមមិត្តភ័ក្តិយើងរួចមិត្តពួកយើងគេក៏ឃើញដូចគ្នាបែបនេះយើងនឹងមានការងារច្រើនធានាថានឹងកាក់កម នាងនិយាយត្រូវ បើអញ្ចឹងសូមជួយខ្ញុំផ្ញើវាផងទៅ អូគ្មានបញ្ហាទេ គ្មានបញ្ហាទេ អរគុណលោកចង់ឲ្យខ្ញុំយល់អីទៅ គ្មានទេខ្ញុំចង់ថាម្ហូបនេះឆ្ងាញ់ អូឆ្ងាញ់មែនតើនេះជាផែនការមង្គលការដែលខ្ញុំធ្វើអ្នកទាំងពីរត្រូវទៅរកការងារធ្វើតាមវាស្ដាប់យល់នៅ បងទីតាំងពីបងចូលក្រុមហ៊ុនពួយយើងរឿងទីក្រុងតូចពួយយើងនឹងរីកចម្រើនច្រើនណាស់ ឈប់សរសើរទៀតទៅពីមុនមានបញ្ហាអីយើងធ្វើអាក្រក់ដាក់ឯងមែន នៃខ្ញុំគឺតាំងពីបងទីចូលមកក្រុមហ៊ុនយើងល្អប្លែកពីគេ បិទមាត់ឯងទៅមិនមាត់ក៏គេមិនថាឯងក៏ដែរ ខ្ញុំប្រមានជាមុនខ្ញុំលេងស៊ូណាតតែក្នុងបិណ្ឌសពប៉ុណ្ណោះពិធីអ្វីផ្សេងមិនលេងឲ្យទេក៏ប៉ុន្តែខ្ញុំអាចជួយលោករកភ្ញៀវមង្គលការ រកតាមណា ខ្ញុំបានស្រាវជ្រាវរួចហើយពាណិជ្ជកម្មបានផ្ញើចូលក្នុងក្រុមឆាតមិត្តភ័ក្តិកាលនៅរៀនខ្ញុំគ្រប់កម្រិតនិងគ្រប់តន្ត្រីពេលនេះអ្វីដែលត្រូវធ្វើគឺរងចាំកុំអាលបដិសេធវាឆាប់ពេកយ៉ាងណាខ្ញុំមានពីក្រុមច្រើនជាងគ្រប់លោកមិនមែនឈប់រៀនត្រឹមមធ្យមសិក្សាទេដឹង ទុកចិត្តចុះទោះជាគាត់គ្មានគ្រប់មែនតែខ្ញុំមាន វាយ៉ាងម៉េចឯងរៀននៅវិទ្យាល័យវិជ្ជាជីវៈតែយើងរៀននៅសាកលវិទ្យាល័យសង្គមសាស្ត្រខ្ញុំមិនចង់មើលស្រាលនាងទេតែអ្វីដែលនាងនិយាយមិនបានផលនោះទេ បានផលឬអត់មានតែត្រូវចាំមើលហើយឧបករណ៍ពួកយើងល្អជាងគេក្នុងក្រុងឆែកមើលនេះសិនទៅនេះជាការបង្ហាញការរៀបចំនៃមង្គលការនាអនាគតមានទាំងបុគ្គលិកដែលមកពីសៀងហៃម្នាក់សុទ្ធតែជាអ្នកជំនាញក្រុមហ៊ុនយើងចាត់ចែងមង្គលការខ្លះនៅកន្លែងនេះពីមុនសហការទៅដោយរលូនដូច្នេះយើងចង់ក្លាយជាដៃគូផ្ដាច់មុខលោកលើមង្គលការ ការបង្ហាញរបស់នាងល្អតែបើនាងធ្វើអ្វីតាមដែលនាងនិយាយតម្លៃវានឹងកើនឡើងអាចចំណេញដែរ ត្រឹមមង្គលការមួយតម្លៃរៀងខ្ពស់បន្តិចមែនតែនៅពេលកាំងនឹងសៀងហៃធ្លាប់មានគំរូពីមុនមកបើសិនជាយើងអាចក្លាយជាដៃគូផ្ដាច់មុខរបស់លោកមែនពួកយើងអាចរក្សាគ្រឿងខាងក្នុងនិងការតុបតែងនៅក្នុងសន្តាគារក្រោយមកតម្លៃក៏អាចកាត់បន្ថយតាមនោះដែរ មិនអីទេខ្ញុំបានរៀនច្រើនណាស់ពីជំនាញរបស់នាងវាជាកំណត់ល្អសម្រាប់រឿងនេះខ្ញុំនឹងគិតមើលខ្ញុំនឹងតាក់ទងទៅតាមក្រោយ បើលោកមិនទាន់អានទេចាំខ្ញុំផ្ញើវាឲ្យល្អទេ បានតាផ្ញើមកខ្ញុំនឹងអានតាមក្រោយ ចេះចុះលោកជូញ៉ាំអាហាររួមគ្នាមកពេលដែរអត់ដឹងថាលោករវល់ទើបខ្ញុំកក់ទុកមុន អាយ៉ាញ៉ាំបាយមិនជាបញ្ហាទេចាំលើកក្រោយចុះយប់នេះខ្ញុំមានប្រជុំបានហើយប៉ុណ្ណឹងចុះ យើងទៅហើយ លាហើយខ្ញុំនឹងផ្ញើឲ្យឥឡូវនេះ លាសិនហើយលោកជូបាយ ខ្ញុំផ្ញើឲ្យលោកហើយជួយផ្ញើតឲ្យគាត់ផង អាយយដេកបែបនេះស្រួលខ្លួនណាស់ កំពុងធ្វើអីហ្នឹងមិនក៏ដេកនៅទីនេះទៅវិញ អាយ៉ាអង្គុយសិនមកគេមិនអាននោះទេ លោកជួយថាគាត់នឹងអានវា គាត់មិនខ្វល់ពីអ្វីដែលនឹងធ្វើនោះទេអ្វីដែលគាត់ខ្វល់គឺនេះ គិតថាគ្រប់គ្នាគេលុបលន់ដូចលោកមែនបើគិតបែបនេះមែនជ្រុលពេកហើយ តន្ត្រីក៏អស់ចាលឿនលោកអើយប្រើខួរក្បាលគិតបន្តិចបានអត់គេមិនមែនរកស៊ីបែបនេះទេនេះគឺជាច្បាប់ទីក្រុងនេះត្រឹមតែជាជ្រុងនេះមិនតូចជាងជ្រុងនេះនោះទេដែលក្រុមហ៊ុនរៀបមង្គលការមិនធ្វើនៅទីនេះក៏ព្រោះតែពួកគេមានសមត្ថភាពនឹងស្គាល់គ្នាទៅវិញទៅមកអ្វីដែលត្រូវស៊ូជាមួយគឺខ្សែបណ្ដាញដូច្នេះហើយទើបត្រូវការចុះសម្រងជាមួយលោកជូជ្រាបខ្លះហើយនៅ មិនជ្រាបទេខ្ញុំថាគាត់មិនមែនមនុស្សបែបនោះទេ មិនជាពាក់អីក៏ផឹកមួយកែវទៅខ្ញុំលើកដាច់អស់ហើយ គ្មានបញ្ហាទេបោះមក សើមូកុំនៅអង្គុយស្ងៀមមិត្តនឹងគ្នាមកផឹកមួយកែវមក នាងអត់ចេះផឹកទេខ្ញុំផឹកវិញ អូបងប្អូនល្អពូកែគិតគូមែន ខ្ញុំប្រាប់លបងការពិតចុះ
ខ្ញុំពិបាកណាស់ជួយខ្ញុំផងទៅ ចេះចោលអាប្អូនបងចង់ជួយឯងតែរឿងអាស្រូវឯងឲ្យគ្មានអ្នកក្រៅទេគ្រប់គ្នាសុទ្ធតែដឹងភាពខ្លាំងនៃក្រុមហ៊ុនឯងដៃគូផ្ដាច់មុខឯងសហការជាមួយអ្នកផ្សេងយ៉ាងម៉េច ខ្ញុំមានលុយធានាថាបងនឹងពេញចិត្តមិនខាននោះទេ ឯងរស់ស៊ីថ្ងៃដំបូងមែនវាមិនសំខាន់លើលុយទេ ពិតមែនណា មិនតិចក៏មិនច្រើនដែរ ប្រកាសហើយដោយអ្វីដែលខ្ញុំនិយាយមុននេះអញ្ចឹង ជ្រុលជាមកដល់ឆ្ងាយទៅហើយឯងគួរតែនិយាយហេតុផលដូច្នេះទើបបងអាចបញ្ចុះបញ្ចូលគេដើម្បីបញ្ចូលឯងទៅក្នុងបញ្ជីអតិភិបនៃដៃគូ ខ្ញុំមានច្បាស់ជាមាននាងនឹងស៊ូណាស្រីស្អាតលេងស៊ូណាគឺជាមនុស្សតែម្នាក់គត់នៅក្នុងលោកសមហេតុសមផលនៅ សៀវមូអាចលេងស៊ូណាបានណាជាការពិតហ៎ ប្រកាសឲ្យលបងលេងឲ្យគាត់មើលទៅលបងនោះគឺជាដបស្រាទេនាងអាចលេងបានពិតមែនអ្នកលេងស៊ូណា top 1 អញ្ចឹងល្អណាស់ជ្រុលជាសៀវមូស្អាតចេះលេងស៊ូណាថ្ងៃ6ខែនេះឈប់សិនខែនេះថ្ងៃ16មានការមករោងថ្ងៃនោះឲ្យសៀវមូលេងវាសម្រាប់ខ្ញុំបើថាវាគួរឲ្យចាប់អារម្មណ៍បងប្រាប់ណា10រោងការក៏បងហ៊ានឲ្យល្អទេ លបងទើបជាលបងពិតខ្ញុំនិយាយឲ្យណារោងការ10រោងណា យកទៅ អរគុណហើយមើលទៅនេះហើយជារបៀបរកស៊ី ថាកែធំរកស៊ីជាមួយស្នាមញញឹមគេមិនដូចលោកទេរកស៊ីម្ដងផឹកចង់រលួយកាពះ ថាកែធំគេនឹងប្រាប់នាងថាក្អួតដាក់បង្គន់មិនអត់ ណាស់ហើយចុះលោកសវង្សខ្ញុំមិនឆ្លោះជាមួយទេ ខ្ញុំប្រាប់នាងចុះនៅថ្ងៃទី16កុំបោកក្របបែកឲ្យសោះផ្ដោតលើការលេងឧបករណ៍ស្នែងនាងឲ្យបានល្អសល់ប្រហែលទុកឲ្យខ្ញុំជាអ្នកធ្វើចុះ លោកនឹងលេងខ្ញុំមិនលេងទេ កុំចឹងមើលខ្ញុំនិយាយជាមួយគេរួចហើយ និយាយហើយក៏លេងខ្លួនឯងទៅ ខំប្រឹងទម្រាំតែមានឱកាសនេះនាងចង់បោកក្របបែកខ្ញុំហ៎ ក្រែងថាខ្ញុំអត់ប្រយោជន៍ទេអ្នកណាថាខ្ញុំលេងមិនល្អជ្រុលជាសន្យាហើយក៏លេងខ្លួនឯងទៅកុំធ្វើចរិតមេនៅមុខខ្ញុំ អ្នកណាធ្វើចរិតមេខ្ញុំគ្រាន់តែបែងចែកការងារគ្នាតើ ឈប់និយាយការពារខ្លួនទៅខ្ញុំថាមិនទៅគឺមិនទៅហើយរំសាយចោលទៅបាយឡើងកុំឲ្យនាងផឹកខ្ញុំផឹកចំនួនចោះនាងមិនអាចផឹកទេ ប្រុសល្ងងតាមពិតទៅបាយឡើងគួរឲ្យអាណិតណាស់ខ្ញុំចង់ជួយគេតែគេវិញមិនគ្រប់សិល្បៈបន្តិចសោះហើយចំពោះគេស៊ូណាត្រឹមជាឧបករណ៍ក្មេងលេងត្រឹមជាឧបករណ៍សម្រាប់គាត់ដើម្បីផ្គាប់ចិត្តនិងលើកជើងអ្នកដទៃគាត់មិនដឹងថាស៊ូណាជាគ្រួសាររបស់ខ្ញុំនិងជាជីវិតខ្ញុំឡើយគាត់ត្រូវតែសងនៅអ្វីដែលគាត់បានធ្វើ គាត់លើកអត់ អត់ទេ អញ្ចឹងខលទៀតទៅ យើងកំពុងខលហើយ គូទៅផ្ទះនាងតែម្ដងទេ គ្មានពេលទៀតទេ អើយលើកនេះងាប់មិនខានទេបើនាងមិនបង្ហាញខ្លួនអាចថាអាបាយ លបង ដំណើរការដល់ណាហើយ ចិត្តរួចរាល់ហើយ មកយើងប្រាប់ណាថ្ងៃនេះអនុប្រធានគ្រប់ពួកយើងក៏មកដែរគាត់លើថាមានស្រីស្អាតមកលេងស៊ូណាគាត់ថែមទាំងថាបើនាងលេងបានល្អធ្វើឲ្យពិធីរស់រវើក
វានឹងคล้ายជាការសម្ដែងពិសេសនៃសន្តាគារយើងអាចមានការសហការគ្នាកុំបោកគ្រាប់បែកលើទេលើកនេះលេងមកអស់ដៃមកណា ហាទុកចិត្តចុះទុកចិត្តចុះ អញ្ចឹងទៅរៀបចំបន្តចុះ បាទបាទ ចប់ហើយចប់មែនតើហើយ មិនអាចទេច្បាស់ជាមានវិធីមិនខាននឹកឃើញហើយ ហេឆាប់ឡើងល្បិចបងអាចមានសុពលភាពនៅទីនេះបានដែរហ៎អើយ មក មកអញ្ជើញ ជួយមួយ មកសុំជើញមកចូលមួយមកសុំជើញមកចូលមួយ ជុលមួយ មក ជើញមក អេមានរឿងអីឯណាណែលេងស៊ូណា លបងខ្ញុំឲ្យភ្ញៀវផឹកស៊ីបន្តិចសិន មក ញ៉ាំចុះឲ្យទេណា សុំជើ តាម ញ សប្បាយចុះតាមសប្បាយ ស៊ី ចុះ ផឹកហ៎មិនឃើញពួកគេចិត្តសម្បឹងអស់ហើយទេលោកអនុប្រធានមិននឹងអាចមានពេលច្រើនទៅឆាប់លេឥឡូវនេះតែម្ដងមក មិនទេ ឲ្យឆាប់ឡើងទៅ បងប្អូនញាតិមិត្តទាំងឡាយក្នុងពេលនេះសូមស្វាគមន៍អ្នកសម្ដែងពួកយើងឡើងមកលេងស៊ូណាជូនគ្រប់គ្នាសូមស្វាគមន៍ គេចាប់ដើមហើយ ផឹកឲ្យច្រើនទៅកុំវាក្បាលមកអី តែឲ្យលោកមួយចោត រឿងនេះដូចជាមិនសមសោះ វិយ៉ា មួយចុះ អ្នកណាហ្នឹង ដូចជាចលែកមែន ឯណាគេ អើយ នេះ ត្រូវហើយមិនទៅណាគេមួយចុះ មួយចុះ ណាគេ ចា លោកថាតើមើលម្នាក់នឹងប្រុសឬក៏ស្រី ជាភេទទី3ទេដឹងអី ជាភេទទី3មិនក៏អត់មិនវារឿងអីប្រហែលជាអ្នកសម្ដែងរោងទេ ងាប់ហើយ មើលចា អ្នកណា ឯ ហ្នឹ ណា ង គេនឹង អូមើលចាស់គឺស្ដាយបានតែអ្នកស្ដាយមែនទេចាស់បែបស្ដាយសោះគួរចង់ស្ដាយហើយគួរចង់សើចមែន ទីបំផុតលោកយាយមកហើយអរគុណព្រះ នោះទើបជាអ្នកសម្ដែងមែនតែន នឹងទើបមានគុណធម៌តោះទៅតុបន្ទាប់ អ្នកលោកទៅហើយហ៎ ខ្ញុំទៅនោះបន្តិចឡអេស្រីស្អាតហើយឈប់លេងទៅចូលមកផឹកជាមួយពួកយើងមកចូលមក លោកធ្វើស្អី ខ្ញុំឲ្យនាងចូលមកផឹកជាមួយពួកយើង លបងពួកយើង ចូលមកផឹកជាមួយពួកយើងមក លបងនាងជាអ្នកជំនាញអាជីពមិនផឹកស្រាទេ ហើយវាមានបញ្ហាស្អីទៅយើងមានធ្វើអីនាងឯណា លបងមិនអាចរំខានការសម្ដែងនាងទេអញ្ចេះចុះខ្ញុំផឹកកំដរវិញ
ខ្ញុំផឹកវិញខ្ញុំផឹកវិញ អើយឯងទុកខ្លួនឯងជាតិណាមួយយើងចាប់បាច់ឲ្យឯងមកដដែរអេយ៉ាងមិនថៃហ្នឹងយ៉ាងមិនហ្នឹងពីក៏ ហើយមិនអញ្ចឹង ឯងចង់យ៉ាងមិន ចេះទៅលបងកុំប្រើកម្លាំងសម្រាប់ប្រយោជន៍ដៃគូកុំប្រើកម្លាំងមកខ្ញុំផឹកជាមួយលបង ចង់ប្រើកម្លាំងខ្លាំងវាយយើងមកឯង អ្នកអើយ បងបាយកាត់អីមិនទេឲ្យខ្ញុំសុំទោសនេះជាបងទី2ជាសាច់ញាតិខ្ញុំគាត់ស្វឹងឲ្យខ្ញុំសុំទោសខ្ញុំយល់នាងមិនអីទេបន្តលេងទៀតចុះឲ្យនាងលេងស៊ូណាសិនទៅពេលនាងលេងរួចនាងប្រកាសជាចុះមកផឹកជាមួយនឹងលបងល្អដែរទេគឺថាលបងប៉ះឲ្យត្រួតជារົບអ្នកនាងទៅទឹកទៅហើយខ្ញុំសងឲ្យគាត់វិញខ្ញុំឲ្យ5000នេះខ្ញុំសុំទោសផងណាសុំទោសមិនអីទេលបងមិនទេអង្គុយចូលមកមានបញ្ហាចាំខ្ញុំផឹកជាមួយជួយលបងមកកៅភាពចុះសម្រងទើបមានបាន យើងគាត់ទៅចង់ឲ្យនាងផឹកជាមួយពួកយើងនាងផឹកឬក៏មិនផឹក ប្រុសបានហើយអញ្ចឹងចុះបាយឡើង ឯង លោកemសួស្ដីលោកសួស្ដីនឹងនេះតែ អើយទៅធ្វើគ្នា ចូលមក អត់ទៅធ្វើបែបនេះលេងដៃគាត់ទៅទុកវិញចឹងលេងដៃគាត់ទៅឯណៃទៅធ្វើបែបនេះលេងដៃគាត់ទៅ អេបានហើយ លើតែគាត់ទៅ ទៅ មកចេញអត់ចេញ ហើយ មកចេញ ហើយតែដៃ បង ដៃទៅ tổng tuột phong nát vui ai là bon tam hơi chuối mình bàn ấy តែthôiទៅ quan đi cướp tài tí បានthôi cướp phản đi chụp hạp lúc rồi nói từ tay co phật chụp buổi lúc hai là bò vô túc luôn ai chỉ ấy hai lo sụt ti bò sụt ti អើយវិញចឹងណាមកចេញចូលមកចេញទៅថយចេញទៅបានហើយប៉ុណ្ណឹងបានហើយថយចេញបានហើយ bàn hơi បាន còn sụt ti còn sụt ti ទៅ còn bàn hơi បានហើយទៅទៀត chấm tin đi hơi លោកកើតអីអន់ ចូលឡាន ឲ្យខ្ញុំមើលមុខបន្តិចមើល មិនអីនោះទេ ហាមហើយនោះខ្ញុំប្តឹងប៉ូលីស កុំរឿងច្រើនខ្ញុំគ្រាន់តែដើរដួលតា នៅកុហកបានទៀតទេ តោះទៅ ឲ្យទូរស័ព្ទមកខ្ញុំប្តឹងប៉ូ អា លីស យ៉ាបានហើយបើភ្លេចចោលទៅ លោកត្រូវគេវាយណា នាងខឹងព្រោះខ្ញុំមែនខ្ញុំមិនសមឲ្យនាងខឹងចំនួននោះទេសោយបន្តិចទៅមើលមុខខ្ញុំទៅដឹងតែសោយហ្មងអូ នេះលោកឈួតឬក៏ជាហ្នឹងត្រូវគេវាយហើយនៅសើចចេញទៀត អាយ៉ាពេលខ្ញុំវាយអាល្ងើនោះនៅក្នុងពិធីគេមិនអាចបន្តដៃទៅឲ្យគេបញ្ចេញកំហឹងចុះ ពួកគេជាជនអាវ៉ាខ្សែស្មោកគ្រប់ណាស់ ស្មោកគ្រប់អស់លេងហើយមិនស្គាល់មិត្តប្រុសនាងជាតិណា នៅចេញមានអារម្មណ៍លេងសើចទៀតកុំយកដៃប៉ះវា មិនអីទេនិយាយរឿងការងារវិញតាក់ទងនឹងជំនាញរបស់នាងសំឡេងស៊ូណារបស់នាងមានអីមិនស្រួលហើយ ភ្លេងសូណាខ្ញុំមានបញ្ហាអីទេវាជាសំឡេងបុរាណបំផុត ពីរោះគឺវាពីរោះហើយតែវាពឹងទៅលើកម្មវិធី សម្រាប់មង្គលការវាជាភ្លេងល្អបំផុតហើយ នោះសម័យមុនមនុស្សឥឡូវចង់ឲ្យវារស់រវើកក្នុងពិធីមង្គលការយល់ទេគិតមើលទៅបើនាងលេងឲ្យពួកគេស្ដាប់បានមិនវាយតប់គ្នានោះទេ ដែលពួកគេស្មោកគ្រងលោកបន្តខ្ញុំទេ គិតបែបនេះទៅបើនាងធ្វើឲ្យពួកគេរំភើបនោះគេនឹងច្រៀងរាំនៅទីនោះជំនួសឲ្យបង្ករឿងជាមួយនាងអ្នកចម្រៀងនៅបារច្រៀងបទភ្ញៀវឬឲ្យ លោកតកខ្ញុំជាអី ខ្ញុំមិនបានន័យអញ្ចឹងនោះទេខ្ញុំនិយាយពិតមែននាងអាចអនុវត្តបទចម្រៀងល្បីៗខ្ញុំសញ្ញេប្រមាណកម្មវិធីប្រាប់ពួកគេថានាងលេងបទល្បីៗ លោកសម្រាប់ជំនួសខ្ញុំយ៉ាងម៉េចបាន លោកយាយយើងត្រូវរកលុយនោះអី មិនបានខ្ញុំលេងតែបទនេះទេបទផ្សេងមិនលេងដាច់ខាន
និយាយគ្នាបានតើណែណែ ខ្ញុំទៅហើយ លេងបត់ល្បីមួយទៅខឹងខ្ញុំមែនតើណា បាយឡើងវាកាត់ឡើងរដងខ្ញុំមិនអាចទ្រាំបានទៅឆាប់ចេញពីផ្លូវខ្ញុំ និយាយតិចតិច បងអាចទ្រាំបានអត់ជី និ ផ្លូ យា វ យតិចតិច ជីផ្លូវ និយាយតិចតិច នៅកន្លែងណា នៅស្ងៀមនៅស្ងៀមក ន្លែងណាមកនេះមកកុំអារម្មណ៍អីអ្នកមីងកុំអារម្មណ៍យកទៅ ឯងកំពុងធ្វើស្អីចង់មកករឿងថែមហ៎នៅទីនេះហើយ ខឹងចង់ផ្ទុះឲ្យខ្ញុំនៅស្គីមយ៉ាងម៉េចខ្ញុំត្រូវបង្រៀនអាកំហាប់នោះ បានហើយ បងប្រុងគិតយ៉ាងម៉េចហ៎បងធ្វើរឿងនេះអង្កាលហេតុអីក៏វាយគ្នា ក្រែងពួកគេសងរួចហើយតើ មួយម៉ាត់សងពីរម៉ាត់សងហេឈប់សិនបងស្រឡាញ់មេសុយនោះហ៎ អ្នកណា មុតទី ឈប់បានឈប់ទៅយើងមិនអាចស្រឡាញ់នឹងទៅ ចុះហេតុអីវាយគ្នាដើម្បីនាងបងអាចវាយបានដើម្បីខ្ញុំយល់ទេ អ្នកណាគូរបស់ឯងយើងមិនអាចឈប់វាយបានផងយើងគ្រាន់តែធុញទ្រាន់ព្រោះបញ្ហាច្រើនពេកទើបចង់វាយគ្នាមានបញ្ហាអីជាមួយឯង អាឡូអ្នកណាគេ អាឡូខ្ញុំគឺហងថៅខ្ញុំចង់និយាយជាមួយនាង មានការអី មកអង្គុយមកតាក់តងនឹងបាយឡើង គេយ៉ាងម៉េច ខ្ញុំសួរនាងត្រង់នាងស្រឡាញ់បាយឡើងអត់ ហា កុំអញ្ចឹងអីឆ្លើយសិនមក អឺឈប់សិនមិនក៏គេចូលចិត្តសួរខ្ញុំបែបនេះ សួរស្អីគេអ្នកណាសួរនាង អូមិនតាក់ទៅនៅរឿងប៉ៃឡាំងទេ ឈប់ពុតទៅខ្ញុំមិនស្គាល់នាងច្បាស់ប្រាប់ការពិតមកក្នុងចិត្តនាងគិតអី បានន័យថាម៉េចទៅក្នុងចិត្តខ្ញុំមិនគិតអីផង អញ្ចឹងនាងមិនស្រឡាញ់គាត់សុបបន្តិចទេ ខ្ញុំច្បាស់ជាមិនចូលចិត្តគេហើយស្រីស្រឡាញ់គេមានតែឈួន នាងនិយាយពីអីបាននាងមិនស្រឡាញ់គាត់ខ្ញុំសូមពមៀននាងអាចឈប់រំខានចាយចង់គាត់ទៀតបានអត់ អ្នកណាចាចង់គេ អ្នកណាចាយចង់ដឹងខ្លួនឯងច្បាស់ហើយខ្ញុំប្រាប់ណាម៉ូទីបាយឡើងធំឡើងជាមួយខ្ញុំគាត់បែបម៉េចខ្ញុំស្គាល់គាត់ច្បាស់ណាស់ប្រុសចិត្តល្អកូនល្អស្មោះត្រង់នឹងបងប្អូនមានចំណុចមិនល្អមួយគាត់ជាមនុស្សសន្សំសំចៃគាត់ត្រូវការលុយព្យាបាលម្ដាយគាត់នាងដឹងរឿងនោះទេគាត់រងទុក្ខព្រោះរកលុយប្រហែលឆ្នាំនេះទោះត្រូវគេទះកំភ្លៀងឆ្វេងស្ដាំក៏ដោយនាងមិនដឹងទេលើកនេះថាកែធំគិតថាគាត់បង្ករឿងក៏ព្រោះតែនាងនឹង អាថៅខ្ញុំថាបញ្ហា ប នេះ កស្រាយអីទៀតប្រាប់ខ្ញុំមកគាត់វាយគ្នាក៏ព្រោះនាងមែនទេម៉ូទីពេលភ្ញៀវឲ្យផឹកមិនក៏នាងមិនផឹកឬមួយនាងមិនធ្លាប់ផឹកទេអូនាងជាតន្ត្រីក៏មានគុណធម៌គួរឲ្យចាប់អារម្មណ៍តែមិនបានមានន័យថានាងអាចឲ្យបាយឡើងត្រូវគេវាយទេបងប្អូនផ្សេងក៏ត្រូវទ្រាំដើម្បីនាងមានគិតទេ អត់ទេអាថៅនាងយកច្រឡំពិតមែនហើយ មិនបន្ទៅពេលកាំងវិញទៅគ្មានការងារអីទៅវិញទៅនាងមិនស្រឡាញ់បាយឡើងមិនជំពាក់នាងរំខានគាត់បានប្រយោជន៍អី អ្នកណារំខានគេជពាក់លុយខ្ញុំ នាងមិនត្រូវនៅចិត្តគាត់រាល់ថ្ងៃទេឲ្យខ្ជូអមកចាំគាត់បាញ់លុយឲ្យបានតាថ្ងៃនេះខ្ញុំគ្រាន់តែប្រមាននាងបើមានម្ដងទៀតវាលែងមានការប្រមានហើយស្ដាប់ខ្ញុំច្បាស់នៅ អាថៅ នាងអ្នកចេញលុយនាងជំពាក់ខ្ញុំ អាថៅអាថៅ មិនស្មានថាអញហៅខ្ញុំមកទីនេះសោះ បងថៅមកធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់ ហេតុអីទៅព្រោះនាងស្រឡាញ់បាយឡើងហ៎ និយាយតែផ្ដាស់ បានអញ្ចឹងគួរឲ្យខ្ញុំនាំមនុស្សទៅបើសក់នាងអត់ ឯងនៅក្មេងទៀតទេអ្នកណាលេងថប់គេបែបនេះ ហេនាងក៏នៅដែរខ្ញុំអង្គុយបានដែរអត់
នឹងទឹកដើម្បីខ្ញុំទៅ ចាំខ្ញុំណែនាំឲ្យស្គាល់នាងជាមិត្តខ្ញុំប្រាប់លោកថ្ងៃមុនស៊ីហង អូ សួស្ដីវីលៀមរីករាយដែលបាន ដូច ជួប គ្នាដូចគ្នាមិត្តមូទីក៏ដូចមិត្តខ្ញុំដែរចង់ផឹកឲ្យខ្ញុំបាន ប្រកាសណាស់ មូទីនាងស្ដាប់បទដែលខ្ញុំផ្ញើឲ្យនៅនាងមិនទាន់តបសារខ្ញុំទេគិតយ៉ាងម៉េចដែរគឺបទដែលនៅសល់ពីមុននោះអីមានរឿងអីហ៎ មានគេធ្វើឲ្យនាងខឹងកុំអារម្មណ៍អី ឲ្យអ្នករត់តុកធ្វើបានតើយើងមានប្រដាប់គៀមតើនេះឈប់ផឹកទៅឲ្យតែសវឹងឯងក្អួតរហូតខ្មាស់គេណាស់ ខ្ញុំកំពុងខ្មាស់គេខ្ញុំប្រាប់បងណាហ៊ុនជីងថ្ងៃនេះខ្ញុំនឹងប្រាប់ពិភពលោកខ្ញុំមិនត្រឹមប្រាប់ពិភពលោកទេខ្ញុំនឹងប្រាប់បលឹងម៉ាក់នៅឋានសួគ៌ អូនាងជាប្អូនខ្ញុំមិនមែនមិត្តស្រីខ្ញុំទេក៏ប្រកាន់អីតាមសបាយចុះនាងសវឹងហើយមកអង្គុយចុះមកអង្គុយចុះមកមិនក៏រំលឹកពីម៉ាក់លោកយាយកុំយំលឺពេកមិនធ្វើបែបនេះនាងស្ដាប់យល់បទនេះអត់ បាត់នេះល្អមិនអន់ទេ ខ្ញុំជាអ្នកនភពភ្លេងនេះនាងអាចស្ដាប់យល់ពីអារម្មណ៍ខកចិត្តទៅលើពិភពលោកដែរទេ ខ្ញុំស្ដាប់យល់ ខ្ញុំផឹកជូននាងមួយកែវថ្ងៃនេះសប្បាយចិត្តណាស់ទីបំផុតមានតែយល់ពីបទខ្ញុំហើយ គេងាយស្រួលស្ដាប់យល់ទេ អ្នកនៅទីនេះសុទ្ធតែស្ដាប់មិនយល់ទេ ស្ដាប់មិនយល់ក៏រៀនទៅគេស្ដាប់យល់តែបទកាពីប៉ុណ្ណោះពួកកែខាងអែបអបភ្ញៀវចំណង់ចំណូលចិត្តតន្ត្រីរបស់អ្នកស្ដាប់ត្រូវបាត់មុខបាត់មាត់ដោយសារគេគិតថាគ្រប់គ្នាដូចគេមែនមិនយល់ពីសិល្បៈត្រឡប់សិនល្ងងមិនស្គាល់របស់ល្អ បានន័យថាម៉េចខ្ញុំត្រូវគេមើលងាយនឹងមុខបងមិនជួយខ្ញុំ បងមិនបានជួយឯងពីអង្កាលណារាល់ពេលឯងត្រូវគេធ្វើបាបមិនមែនបងរត់ទៅមុនគេទេអីហើយក៏ល្អជាងឯងដែលបង្ករឿងមុនគេគឺបងមិនដែលរត់ទៅមុនគេដើម្បីរងជំនួសឯងមើលស្នាមនៅក្បាលស្នាមដៃនឹងជើងបងនេះត្រូវគេវាយរាល់ពេលកន្លែងណាដែលថាមិនត្រូវនោះវាមិនមែនព្រោះតែឯងទេអីបានហើយកុំធ្វើចឹងមើលប្រាប់បងមកណាណាមើលងាយឯងបងតែចាត់ការគេភ្លាមណាណា មែនទេសន្យាឲ្យណា សន្យាអីគេ សន្យាថាបងនឹងបដៅនាង ណាណាគេ មានថាបាត់ខ្ញុំអន់ផង នាងជាណាណា កុំយកដាក់ខ្លួនមិនមែនលោកទេ នោះជាសិល្បៈខ្ញុំការបញ្ចេញមតិរបស់ខ្ញុំ មែនហើយ គេទៅដឹងស្អី ណែ កំពូលទីនេះកំពូលទីនេះចាំខ្ញុំនាំទៅបន្ទប់ទឹក នាំនេះទៅបន្ទប់ទឹកត្រង់នោះថាម៉េចនាងលេងឧបករណ៍ស្នៃឥតគិតថ្លៃនាងលេងបានល្អទៀតផងម្យ៉ាងទៀតជានិស្សិតគួរឲ្យតាក់ទាញជាងឯងឆ្ងាយណាស់ដូច្នេះនាងមានប្រយោជន៍ចំពោះយើងរយៈពេលយូរទៀតបងស្រីឯងមិនអាចមើលទៅលើសបកក្រៅនោះទេ ខ្ញុំមិនខ្វល់នាងមិនអាចលួចប៉ៃឡើងពីខ្ញុំទេ នាងលួចប៉ាយឡើងពីឯងកាលណា បងប្រាប់មកមិនក៏បងមិនយល់សោះអញ្ចឹងហ៎បងប្រុសគេនៅជាមួយគ្នារាល់ថ្ងៃប៉ៃឡើងមិនធ្វើការព្រោះនាងបងនៅមិនយល់ទៀតទេ បងចង់ដឹងណាស់ថាប៉ាយឡើងមានអីពិសេសទៅខ្លួនខ្មៅដូចខ្ជូងមិនមន់ស្រឡាញ់គាត់អញ្ចឹងហេតុអីបានជាគ្មានអ្នកចាប់អារម្មណ៍ប្រុសល្អដូចជាបងអញ្ចឹង បងមិនយល់ពីស្នេហានោះទេបើពួកគេនៅជាមួយគ្នារាល់ថ្ងៃអ្នកណាដឹងថាថ្ងៃក្រោយមានរឿងអីពីមុនប៉ៃឡើងមិនស្រឡាញ់ខ្ញុំ ឥឡូវនៅតែមិនស្រឡាញ់ ម៉ា បានហើយអើយលោកយាយបានប្រាប់បងមកឲ្យបងធ្វើបែបណាបងនឹងធ្វើភ្លាម អាឡូ មូទីមែនខ្ញុំគឺហងជីន
គឺថាខ្ញុំបានពិភាក្សាជាមួយប៉ៃឡាងគឺលោកប្រធានពីពេលនេះទៅសម្រាប់ថានាងអាចនិយាយការងារជាមួយខ្ញុំជំនួសប៉ៃឡាងបាន ហ៎ ប្រធានប៉ៃឡាងនិយាយថាគាត់អាចដឹងពីចិត្តស្រឡាញ់នាងចំពោះគាត់របៀបដែលនាងមើលមិននិយាយមិនអាចលាក់បាំងចិត្តរបស់នាងបានទេនាងធ្លាក់ក្នុងអន្លង់ស្នេហ៍គាត់ លោកនិយាយថាម៉េចហ៎ នៅស្ងៀមគឺថានាងបដិសេធក៏គ្មានប្រយោជន៍ដែរបន្ទាប់ពីពិភាក្សាសម្រេចហើយលោកប្រធានឲ្យខ្ញុំនឹងប្រាប់នាងថាមានមនុស្សស្រីជាច្រើនតាមគាត់នាងមិនមែនប្រភេទគាត់ទេនាងជាម្ចាស់ភាគហ៊ុនមិនអាចជួបគ្នារាល់ថ្ងៃបានទៅចុះបើនាងស្រឡាញ់គាត់ទៅ លោកឈួតមែនអ្នកណាចូលចិត្តគេអ្នកណាស្រឡាញ់គេប្រាប់គេទៅថាទោះជាតិណាណាក៏ខ្ញុំមិនស្រឡាញ់គេដែរប្រាប់ឲ្យគេទៅលើរស់ឲ្យបាត់ទៅ កុំអាចខឹងបានទេវាជាការពិតជាក់ស្ដែងព្រោះនាងបន្តរំខានគាត់មិនឈប់កុំថាឡើយហងថាវកុំថាឡើយប្អូនខ្ញុំទូបងប្អូនក្នុងក្រុមហ៊ុនក៏ទ្រាំមិនបានដែរដូច្នេះប៉ុណ្ណឹងហើយ គេឈួតឬជា នាងគាត់តែប្រាប់ខ្ញុំមកពេលណាអ្នករវល់ឈប់តាមគាត់ទៀត បើតែតង់គេទៀតខ្ញុំឆ្កែមានរឿងអីហ៎ឆ្កែនៅឯណាឆ្កែនៅឯណាកាត់ឈួតឲ្យមកទៅពួកក្តៅចិត្តណា បាយបាត់ហើយ បងភ្លេងនិយាយផ្នែកសំខាន់ជាងគេហើយមិត្តស្រីរបស់ប៉ៃឡាងគឺហ៊ွန်ជីននាងសុភាពតាក់ទាញមិនក៏បងភ្លេចបងនេះចាប់មែនទេ ឯងជឿពាក្យទាំងនោះដែរហ៎ ឈប់និយាយហើយខ្ញុំគិតឃើញរឿងមួយបងគិតថាមូទីផ្ញើសារទៅសួរប៉ៃឡាងអត់ អត់ទេនាងមិនដូចឯងទេស្រីផ្សេងមិនសួរគេនៅសំណួរបែបនេះឡើយ និយាយអញ្ចឹងបានន័យថាម៉េចខ្ញុំខឹងណាស់ទៅហើយចង់ថាប្អូនបងអត់គេខ្មាស់មែន ឯងនិយាយទេបងនិយាយពីអង្ការ អញ្ចឹងបងបានន័យថាម៉េចបងនេះជាបងខ្ញុំអត់ អាយ៉ាបងភ្លេចកញ្ចប់បងទៅយក បង សិន នេះបង មូទីពោពេញដោយអារម្មណ៍ច្បុកច្បល់ពេលនាងដឹងគុណចំពោះប៉ៃឡាងភ្លាមនាងចាប់ផ្ដើមខឹងគេលែងចង់ឃើញគេម្ដងទៀតអ្វីដែលសំខាន់ជាងនេះទៅទៀតគឺបទភ្លេងស៊ូណារបស់នាងមិនទទួលស្គាល់ដោយទស្សនិកជនបទភ្លេងដែលនាងឈ្នះពានរង្វាន់ជាច្រើនប៉ុន្តែទស្សនិកជនមិនចាប់អារម្មណ៍សោះតើជាបញ្ហាអីទៅអើយមូទីចាប់ផ្ដើមសង្ស័យខ្លួនឯង ឯងគ្រាន់តែមានមោទនភាពពេកនោះជាបញ្ហាត្រូវទេបងស្រីនោះមិនមែនជាហេតុផលនោះទេមកពីឯងមែនតែនពីងមែនទេនោះជាគុណសម្បត្តិឯងអាយុផ្លាស់ប្ដូរមិនអាចប្រកបប្រជាពេកទេមានអ្វីខុសគ្រាន់តែចង់លេងសូណានឹងម៉ត់ចន់តែពួកគេមិនគោរពឯងនិងតន្ត្រីឯងមែនដែរទេប្អូនស្រីយ៉ាចាំបងប្រាប់ពីគំនិតបងការពិនមនុស្សឥឡូវលែងចូលចិត្តឧបករណ៍បុរាណហើយវាអាចធ្វើឲ្យគេងងុយគេងខ្ញុំយល់ស្របមនុស្សត្រូវដើរតាមពេលវេលាត្រូវអន់ប្រហែលឆ្នាំហើយដែលវងភ្លេងពួកយើងបានលេងនឹងច្រៀងបទបុរាណពួកគេមិនដែលផ្លាស់ប្ដូរទូខ្ញុំធុញជាមួយវាក៏ដោយមែនអន់ខ្ញុំក៏មិនចង់ស្ដាប់ដែរសូម្បីខោអាវម៉ាក់ប្រេនក៏មានការសហការយើងមិនគួរដាក់ឧបករណ៍ទាន់សម័យចូលក្នុងភ្លេងបុរាណទេអីថែមទាំងអាចធ្វើវាបញ្ចូលគ្នាឯងគិតមិនដែរបងគិតបែបនេះមែនទេ សំឡេងស៊ូណារបស់នាងមានអីមិនស្រួលហើយគិតបែបនេះទៅបើនាងធ្វើឲ្យពួកគេរំភើបនោះគេនឹងជើងរំនៅទីនោះជំនួសឲ្យការបង្ករឿងជាមួយនោះ គ្មានអ្នកណាអាចព្រាមនឹងការលេងសូណាខ្ញុំទេលុះត្រាតែគេហាត់មួយតួសវ័ន កុំមកប្រើទ្រឹស្ដីដាក់ខ្ញុំដឹងតែរឿងមួយថាលេងស៊ូណារបស់នាងគ្មានអារម្មណ៍នោះទេកាលពូលីងនៅរស់វិញណាសំឡេងស៊ូណារបស់គាត់ធ្វើឲ្យគេជូតទឹកភ្នែកនាងធ្វើឲ្យអ្នកណាជូតទឹកភ្នែក មនុស្សល្ងងមិនយល់ពីសិល្បៈត្រឡោកសុនខួរក្បាលគិតតែលុយ មូទីការលេងឧបករណ៍តន្ត្រីត្រូវការជំនួយនៅមនោសញ្ចេតនា
ស៊ូណាជាអ្វីជាមរតកជាតិយើងវាចេញមកពីស្រទាប់មហាជនបង្ហាញពីមនោសញ្ចេតនានៃប្រជាជនយើងសិល្បៈកើតចេញពីជីវិតហើយណាស្វែងយល់ពីរបៀបរស់នៅដើម្បីយល់ពីភាពតាក់ទាញវាពិតប្រាកដតាក់ទិននឹងប្រទេសជាតិយើងក៏ដូចជាពិភពលោកវាជាឧបករណ៍បែបប្រពៃណីតែក៏អាចជាឧបករណ៍ទាន់សម័យដូចគ្នាឯងយល់ដែរទេ ខ្ញុំគួរតែធ្វើអានល្អបំផុតលើលោកដើម្បីឲ្យគាត់ភ្លើភ្នែកអ្នកណាចង់ស្ដាប់បទកាពីកាពីអាឡូមានការអីខ្ញុំទៅតែផ្ញើបទចម្រៀងដែលទៅធ្វើរួចអាចប្រាប់មិត្តភ័ក្តិខ្ញុំរីខតវាបានទេរក្សាផ្នែកស៊ូណាឲ្យខ្ញុំផងណាអញ្ចឹងទើបខ្ញុំអាចធ្វើបាន បាទក្នុងរយៈពេល2ម៉ោង ឯងល្អជាងគេ 我曾在黑夜感受迷惘的风，却有一束光填补心底空洞。过去和未来，有你陪伴的始终，为这旅途会因你而从容。也许这一路很长，我们一起走了多久？我的愿望很渺小，只想带给你笑容。也许这世界很大，我有幸能和你相逢。你是我身后最温暖的港口。